มบองสโนสมเด็จสรีกลอบสาสองถ้ามันโปรกระไหลบองเอาบองจ้องแต่กระไหลเสรคอมพรังสลัดตัวแต่โอนมันโปรในโอนไอเทียนโยกบองเพื่อประเดี๋ยบองต่อสู้สลายสลายอยู่ใต้แรงไอสลายดังดีจรสรลังคนมังหาบองโซมสลังพอโอ้นายบองดักชอเลยเลยไอ้อ่อนไอ้เตียนรวมสนายบองเธอบองตัวสู้อยู่ไฮเปอร์สลังบองเธอนาโอนาบองถ้วยประเดี๋ยบองต่อสู้สรลังใส่อยู่เต้าแรงไอ้สรีนักเตียนรู้สรลังนึกหาโอ้นาเอาบองบอมเพลินมาได้บ้าบองสรลังแต่ก็เลยยาសួរលោកគ្រូម្ដងទៀតបាទជំរាបអលឹកលោកក្មួយថ្ងៃនេះខ្ញុំសប្បាយចិត្តហើយបើដូចជាថ្ងៃនេះក៏ជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ខ្ញុំជាតារាចម្រៀងចំនួនឥឡូវនេះហើយលោកគ្រូជាចំនួនចម្រៀងជើងចាស់ចំនួនមុនហើយបានជួបគ្នាហើយខ្ញុំសប្បាយចិត្តដោយសារតែកន្លងមកនេះពួកខ្ញុំតាំងតែពីដើមមកពួកខ្ញុំអត់បានជួបជុំគ្នានៅដូចថ្ងៃនេះទេគឺថ្ងៃអង្គរវៀរដែលយើងផ្ដើមឡើងលោកគ្រូបាទជឿលោកពូក៏សប្បាយចិត្តខ្លាំងណាស់ដែរណានេះជាគេលើកទី1
ដែលពូនឹងក្មួយធ្លាប់មានប្រវត្តិគឺថាកំសត់កំរជាមួយគ្នាតាំងពី20ឆ្នាំមុនណាធ្លាប់ច្រៀងជាមួយគ្នាយូរហើយតែមិនបានឡើងមកឆាកច្រៀងជាមួយគ្នាចឹងទេគឺថាថ្ងៃនេះប្រទីមានជ័យជាលើកទី1របស់ខ្ញុំដែលខ្ញុំបានមកដល់អរគុណច្រើនអរគុណសម្រាប់ការជួបជុំគ្នាថ្ងៃនេះក៏ជារឿងមួយដែលល្អសម្រាប់ខ្ញុំហើយខ្ញុំទទួលយកដោយការសប្បាយចិត្តហាក់បីដូចជារឿងមួយពិតមិនមែនជារឿងមួយដែលយើងយល់សពសម្រាប់ខ្ញុំដែលយល់សពឬក៏អីទេជាការព្យាយាមនៅក្នុងការជួបគ្នាកាលណាបើសិនជាយើងមានការព្យាយាមក្នុងការជួបគ្នាក៏យើងត្រូវតែជួបគ្នាដូចនៅពេលនេះចឹងដែរពូបាទអរគុណណាស់ក្មួយនៅពេលនេះក៏សូមអញ្ជើញចង់ស្ដាប់បទអីទៀតលោកគ្រូបាទដូច្នេះក៏សូមជូនតាមសំណុំពរណាអំណាចលោកបងអរគុណបងប្អូននៅពិធីមានជ័យទាំងអស់គ្នានៅពេលនេះក៏សូមអញ្ជើញស្ដាប់តាមអារម្មណ៍ព្រោះតែសម្រស់អានណែតអូនណាអូនេះហាឲ្យមកខ្លោចសាគឺតែស្ដាយកាយស្រីសាច់សោកខ្ចីសំដីទន់លន់បើបានមកបងត្រកងធ្នមបីមិនឲ្យរូបស្រីខ្វល់ក្នុងចិន្តាអូនឬបងស្រែកហៅអូនទេអាណែតជាមេឆ្លាញ់មកណាអូនសូមរូបស្រីប្រណីបងអូអាណែត I miss you I love you យូរណាស់មកហើយចង់ឲ្យអូនឆ្លើយមកណាស្មួនបើមិនបានអូនបងស្អីសងខាសំដីទន់ភ្លឹងបើបានបងត្រកងធ្នមបីមិនឲ្យរូបស្រីខ្វល់ក្នុងចិន្តាអូ
មែនទេបងប្អូនពេញចិត្តអត់ព្រោះអត់ស្លាញ់គាត់ខ្លាំងអត់យ៉ាដៃខ្លាំងមួយទៀតអូចាមែនទេឡើងភឺសបល់ឡើងមកលើភឺសបល់បាត់សោះបាទមានសួរលោកគ្រូជំរាបសួរបងបាទអរគុណថ្ងៃនេះសម្រាប់វត្តមានរបស់កំពូតារាចម្រៀងដែលកប់ជ្រៅនៅក្នុងក្រៅបេះដូងរបស់ពលរដ្ឋខ្មែរគ្រប់រូបថ្ងៃនេះបាទធ្វើបងប្អូនយើងកំពុងតែរំភើបចិត្តមែនទែនមិននឹកស្មានដល់ទេនៅពេលដែលចាប់យកបទនេះមកគឺថាធ្វើបងប្អូនយើងរំលឹកទៅដល់អតីតកាលមកដល់ពេលបច្ចុប្បន្ននេះរូបភាពនេះកំពុងតែកើតឡើងពុះពេញទៅភាពស្រស់ស្រាយនិងរាក់ទាក់គួរឲ្យទាក់ទាញមែនទែនសូមតសាដោយស្បោះបាទអរគុណខ្លាំងណាស់លោកគ្រូមានមតិយ៉ាងណាដែរសម្រាប់បងប្អូនយើងនៅខាងខេត្តបន្ទាយមានជ័យសូមអញ្ជើញលោកគ្រូបាទមិញហ្នឹងអរគុណមិញហ្នឹងចេញមកនោះអត់ទាន់បានជម្រាបសួរដូច្នេះជម្រាបសួរបងប្អូនយើងទាំងអស់ដែលនៅបន្ទាយមានជ័យណាការពិតទៅបន្ទាយមានជ័យពី79មកគឺខ្ញុំនៅបាត់ដំបងដែរបាទនៅបាត់ដំបងដែរដូច្នេះបែក20ឆ្នាំជាងហើយមក20 30ឆ្នាំហើយបាទទើបលើកទី1ដែលខ្ញុំបានមកឡើងមកឈរច្រៀងនៅបន្ទាយមានជ័យនេះជាមួយលោកក្មួយព្រាបសវត្តដែលកំពុងតែពេញនិយមរបស់ក្មួយទាំងអស់ណាដូច្នេះខ្ញុំគ្មានពាក្យអ្វីផ្ដាំផ្ញើទេគឺថាគ្រាន់តែសូមគោរពជូនពរដល់បងប្អូនប្រជាជនយើងទាំងអស់រស់នៅបន្ទាយមានជ័យនេះសូមប្រទះតែសេចក្តីសុខនិងសេចក្តីចម្រើនរកទទួលទានមានបានគ្រប់គ្នាបាទអរគុណច្រើនអរសាទរទាំងអស់គ្នាអរគុណលោកគ្រូដែលផ្ដល់កិត្តិយសអរគុណណាគ្រូណាក៏ដូចជាអរគុណនៅម្ចាស់កម្មវិធីក៏ដូចជាអ្នកដែលកាន់កាប់កម្មវិធីទាំងមូលដែលបានឲ្យខ្ញុំពួកយើងទាំងអស់គ្នាបានជួបគ្នានៅក្នុងថ្ងៃនេះគឺជាលើកទី1នៅក្នុងប្រវត្តិសាស្ត្រនៃចម្រៀងរបស់ខ្ញុំសង្ឃឹមថាថ្ងៃក្រោយក៏ខ្ញុំបានជួបលោកគ្រូម្ដងទៀតដើម្បីការប្រគំតន្ត្រីណាមួយក៏យើងបានសិក្សានិងយល់ពីអារម្មណ៍គ្នាបន្តទៅទៀតក្នុងនាមសិល្បៈអរគុណពូអរគុណអរគុណច្រើនចាអរគុណលោកគ្រូបាទអរគុណសូមស្នើទៅដែរបងសាទរខ្លាំងដល់ជឿលោកគ្រូហួឡាវីប្រិមត្តទស្សនិកជនឥឡូវនេះយើងមានបទចម្រៀងព្រោះជាបន្តទៀតបងប្អូនត្រៀមខ្លួនឲ្យនៅតាក់ដៃខ្លាំងដល់គ្នា